នៅថ្ងៃទី6 ខែមករាឆ្នាំ 2026 ខាងមជ្ឈមណ្ឌលអូតូនិយមរបស់ថៃបានចេញសេចក្តីព្រមានទៅកាន់ប្រជាជនពីខ្យល់បក់ខ្លាំងនិងរលកយក្សដែលនឹងធ្វើការវាយប្រហារឈូងសមុទ្រថៃចាប់ពីថ្ងៃទី6ដល់ថ្ងៃទី9 ខែមករាឆ្នាំ 2026 តាមព័ត៌មានឲ្យដឹងថាប្រព័ន្ធសម្ពាធខ្ពស់ខ្យល់ដ៏ខ្លាំងមួយឬម៉ាស់ខ្យល់ត្រជាក់ដែលមកពីប្រទេសចិនកំពុងរីករាលដាលទៅភាគខាងត្បូងលើប្រទេសថៃរួមផ្សំជាមួយនឹងខ្យល់មូសុងអេសានដែលកំពុងកើនឡើងគ្របដណ្ដប់ឈូងសមុទ្រថៃភាគខាងត្បូងប្រទេសថៃនិងសមុទ្រអាន់ដាម៉ាន់ដូចនេះលទ្ធផលឆ្នេរសមុទ្រនៅតាមឈូងសមុទ្រថៃត្រូវបានគេរំពឹងថានឹងមានខ្យល់រលកយក្សធំៗដែលមានកម្ពស់ប្រមាណពី2ទៅ3ម៉ែត្រហើយតំបន់ដែលរងផលប៉ះពាល់ពីព្យុះផ្គររន្ទះរលកអាចនឹងមានកម្ពស់លើសពី3ម៉ែត្រឯណោះក្នុងនោះអាជ្ញាធរបានជំរុញឲ្យប្រជាជនដែលរស់នៅតាមតំបន់ឆ្នេរសមុទ្របង្កើនការប្រុងប្រយ័ត្នចំពោះរលករីឯអ្នកធ្វើដំណើរតាមទូកគួរជៀសវាងតំបន់ដែលមានព្យុះផ្គររន្ទះចំណែកឯទូកតូចៗត្រូវឡើងមកចតនៅផែសិនចាប់ពីថ្ងៃទី6ដល់ថ្ងៃទី9 ខែមករាលើសពីនេះទៀតប្រជាជនត្រូវតាមដានការព្យាករណ៍អាកាសធាតុនិងព័ត៌មានថ្មីៗពីមជ្ឈមណ្ឌលអូតូនិយមឲ្យបានដិតដល់